នេះគឺមានរឿងក្តៅកគុកទៀតហើយពាក់ព័ន្ធជាមួយនឹងកម្មកររោងចក្រនៅតារ៉ាល់បាទមានការធ្វើកោតកម្មបិទផ្លូវជាតិលេខ3បងប្អូនទាំងអស់គ្នាបាទបិទផ្លូវជាតិលេខ3ហើយក្នុងនោះផងដែរក៏មានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ចហើយនិងកម្មកររោងចក្រផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំនឹងរៀបរាប់សេចក្តីទាំងស្រុងហើយនឹងមូលហេតុដែលហេតុអ្វីបានជាមានការផ្ទុះការតវ៉ាបាទហេតុអ្វីស្ងាត់ក៏មានការផ្ទុះតវ៉ានៅរោងចក្រតារាលនៅក្នុងខេត្តកំពង់ស្ពឺហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាបាទកម្មកររោងចក្រតារាលនិងសមត្ថកិច្ចមានការប៉ះទង្គិចគ្នាមួយប្រែវបាទគណៈពេលដែលកម្មករតវ៉ាគឺបិទផ្លូវជាតិលេខ5សំទោសគឺបិទផ្លូវជាតិលេខ3បាទក្នុងនោះផងដែរគឺសមត្ថកិច្ចព្យាយាមសម្រួលចរាចរណ៍ឲ្យបងប្អូនបាតកោទាំងអស់គ្នាឲ្យមានការកុំឲ្យមានហានិភ័យផ្សេងកើតឡើងប៉ុន្តែដោយសារតែការកំហឹងយ៉ាងខ្លាំងបាទដោយសារតែកំហឹងយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋដែលជាបាតកោដែលជាកម្មកររោងចក្រហ្នឹងមានការខឹងសម្បាទៀងបន្ទងគ្នានៅផ្លូវលេខ3នៅក្នុងខេត្តកំពង់ស្ពឺហ្នឹងចឹងបងប្អូននៅព្រឹកថ្ងៃសុក្រទី3ខែតុលាឆ្នាំ2025នេះបាទកម្មកររាប់ពាន់នាក់ដែលបម្រើការងារនៅរោងចក្រតារាលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺបានសម្រេចបិទផ្លូវជាតិលេខ3បាទដើម្បីទាមទារអត្ថប្រយោជន៍បាទអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែរោងចក្របាទការផ្ទុះតវ៉ានេះបានឈានទៅដល់ការប៉ះទង្គិចគ្នាបាទរវាងកម្មករនិងកម្លាំងសមត្ថកិច្ចគណៈពេលដែលសមត្ថកិច្ចព្យាយាមបាទបើកផ្លូវសម្រួលចរាចរណ៍ឲ្យកុំឲ្យមានការកកស្ទះបាទនេះគឺសមត្ថកិច្ចលោកមានភារកិច្ចមួយដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋផ្សេងដែលធ្វើដំណើរទៅវិញទៅមកប៉ុន្តែមិនបានសុវត្ថិភាពទេបងប្អូនទាំងគ្នាក៏ធ្វើឲ្យកម្មកររោងចក្រទាំងអស់ហ្នឹងមានការប៉ះទង្គិចគ្នាបាទកំពុងតែតវ៉ាទៅដល់តកែរោងចក្រផងក៏មានការខឹងបាទអត់មានការសម្រួលគ្នាជាមួយនឹងសមត្ថកិច្ចទេគឺផ្ទុះការប៉ះទង្គិចគ្នាពេលហ្នឹងតែម្ដងបាទការបិទផ្លូវរបស់កម្មករបានឈានទៅដល់ការប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ចគណៈពេលដែលសមត្ថកិច្ចព្យាយាមរុញច្រានកម្មករដើម្បីសម្រួលចរាចរណ៍បាទកំណត់ផ្លូវជាតិលេខ3ឡើងវិញបាទការប៉ះទង្គិចគ្នានេះរវាងកម្មករនិងសមត្ថកិច្ចមិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការរងរបួសឬការគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយអញ្ចឹងបងប្អូនទាំងគ្នាបាទការផ្ទុះតវ៉ានេះមានការប៉ះទង្គិចគ្នាមែនក៏ប៉ុន្តែមិនមានការរងរបួសណាមួយទៅលើបាតកោយើងនោះទេអញ្ចឹងបាទតែក្រោយអំពីកម្មករដែលធ្វើបាតកម្មបានព្រមព្រៀងបើកផ្លូវជាបណ្ដោះអាសន្នតាមការសម្របសម្រួលរបស់ភាគីពាក់ព័ន្ធនេះបើតាមលោកថនធនបាទមន្ត្រីសហជីពនៃសហព័ន្ធសហជីពបាទសេរីកម្មករនៃប្រជាណាចក្រកម្ពុជាបាទក្នុងការផ្ទុះតវ៉ានោះដែរក៏មានបាទសហជីពចូលរួមដែរក្នុងហ្នឹងបាទមន្ត្រីសហជីពនៃសហព័ន្ធបាទសហជីពសេរីរូបនេះដដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាការបិទផ្លូវតវ៉ារបស់កម្មករគឺដើម្បីទាមទារអត្ថប្រយោជន៍រួមមានថ្លៃបាយថ្ងៃត្រង់ប្រាក់រង្វាន់និងប្រាក់ធ្វើការទៀងទាត់ជាដើមអញ្ចឹងបងប្អូនទាំងគ្នាការតវ៉ានេះគឺកម្មករទាមទាររាល់ទាំង3ចំណុចបាទបងប្អូនទាំងគ្នាកម្មករទាមទារតែ3ចំណុចទេទី1ប្រាក់ថ្លៃបាយបាទទី1ប្រាក់ថ្លៃបាយថ្ងៃត្រង់បាទទី2ប្រាក់រង្វាន់ហើយទី3គឺប្រាក់ដែលធ្វើការទៀងទាត់ទៀងពេលវេលាបាទក្នុងនោះគឺមិនមានការសុំច្បាប់ឈប់ឬក៏សុំច្បាប់សម្រាប់ផ្សេងឬក៏សុំថ្ងៃ holiday អីណាផ្សេងទេគឺជាការធ្វើការពេញខែអានឹងហើយជាអត្ថប្រយោជន៍ដែលកម្មកររបស់យើងសុំអញ្ចឹង3ចំណុចបងប្អូនទាំងអស់គ្នា3ចំណុចទី1អត្ថប្រយោជន៍បាយថ្ងៃត្រង់ហើយទី2អត្ថប្រយោជន៍នៃការធ្វើការទៀងទាត់ហើយទី3បាទប្រាក់រង្វាន់ផ្សេងបាទនេះគឺជា3ចំណុចដែលកម្មកររោងចក្រនៅការាលនឹងចង់បានម្ល៉េះហើយមិនទាន់មានការឆ្លើយតបឬក៏មិនទាន់មានការទទួលបានពីថៅកែរោងចក្រទេនឹងហើយគឺធ្វើឲ្យមានការផ្ទុះបាទគឺធ្វើឲ្យមានការផ្ទុះនៅកំហឹងកម្មកររោងចក្រទាំងអស់ហ្នឹងក៏នាំគ្នាធ្វើកោតកម្មបិទផ្លូវជាតិលេខ3បាទផ្លូវយើងមានករណីក្នុងនោះយើងមាន2ករណីទី1
តវ៉ាឲ្យតកែដើម្បីឲ្យមានការផ្ដល់ជូនអត្ថប្រយោជន៍3យ៉ាងដែលខ្លួនឯងតវ៉ាហ្នឹងហើយទី2ការរឿងទី2ហ្នឹងគឺផ្ទុះបាទផ្ទុះកំហឹងការប៉ះទង្គិចគ្នារវាងសមត្ថកិច្ចហើយនិងបាតកោដែលធ្វើកោតកម្មហ្នឹងបាទប៉ុន្តែมันមានការរងរបួសធ្ងន់ឬស្រាលណាមួយទេអញ្ចឹងបងប្អូនទាំងគ្នាប៉ុន្តែយើងមើលរូបភាពយើងមើលវីដេអូហ្នឹងគឺប្រជាពលរដ្ឋរបស់យើងដែលជាកម្មករហ្នឹងមានការផ្ទុះកំហឹងខ្លាំងមែនទែនបាទផ្ទុះខ្លាំងមែនទែនបាទណាបើតាមលោកបាទមន្ត្រីសហជីពសហព័ន្ធសហជីពសេរីរូបនេះដដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថាការបិទផ្លូវការតវ៉ារបស់កម្មករគឺដើម្បីទាមទារអត្ថប្រយោជន៍រួមមានបាយថ្ងៃត្រង់ប្រាក់រង្វាន់និងប្រាក់ធ្វើការទៀងទាត់ជាដើមគិតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយឡើយដោយភាគីថកែរោងចក្របានព្យាយាមហៅតំណាងកម្មករឲ្យចូលទៅក្នុងបរិវេណរោងចក្រដើម្បីចរចាគ្នាបាទនេះគឺអត់ទាន់មានដំណោះស្រាយក្នុងពេលដែលមានការធ្វើបាតកម្មនឹងទេបាទប៉ុន្តែថកែរោងចក្រក៏ព្យាយាមហៅភាគីពាក់ព័ន្ធដូចជាអ្នកដែលដឹកនាំបាតកោហ្នឹងដើម្បីសម្រួលគ្នាចូលទៅកាន់បរិវេណរោងចក្រដើម្បីសម្រួលគ្នាថាតើយើងមានដំណោះស្រាយយ៉ាងម៉េចដើម្បីជូនពួកគាត់ដើម្បីឲ្យមានការរងាប់អធិការហ្នឹងបាទបើតាមលោកធនធានបច្ចុប្បន្នមានការឯកភាពគ្នាតែលើចំណុចមួយប៉ុណ្ណោះគឺភាគីថកែរោងចក្រយល់ព្រមមិនកាត់ប្រាក់ដំណាច់ឆ្នាំរបស់កម្មករប្រសិនបើកម្មករព្រមចូលបំពេញការងារជាធម្មតាវិញបាទរីឯចំណុចទាមទារទាំង3ខាងលើបាទគឺថកែរោងចក្រមិនទាន់មានការឯកភាពនៅឡើយទេបាទមានន័យថាចំណុចទាំង3ដែលកម្មកររោងចក្រទាមទារហ្នឹងគឺអត់ទាន់មានការឯកភាពពីម្ចាស់រោងចក្រនឹងនៅឡើយទេបាទអញ្ចឹងយើងចាំមើលព័ត៌មានទីទៀតថាតើយើងមានដំណោះស្រាយបែបម៉េចជូនកម្មការិនីរបស់យើងបងប្អូនទាំងអស់គ្នាបាទមន្ត្រីសហជីពដដែលបានចុះទៅសង្កេតការផ្ទាល់បញ្ជាក់ទៀតថាបាទកម្មករមានគម្រោងបន្តធ្វើបាតកម្មប្រសិនបើថកែរោងចក្រមិនផ្ដល់អត្ថប្រយោជន៍ដែលពួកគេទាមទារបាទដោយឡែកលោកសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដោះបណ្ដាលវិជ្ជាជីវៈបានប្រាប់វិទ្យុអស៊ីសេរីអន្តរជាតិថានៅថ្ងៃនេះក្រសួងកំពុងតែស្ដាប់សំណូមពររបស់កម្មការិនីនឹងយកចិត្តទុកដាក់លើព័ត៌មាននេះដើម្បីធានាថាប្រតិបត្តិការនៃរោងចក្រសហគ្រាសនឹងមិនជាប់គាំងបាទសូមបញ្ជាក់ថានៅថ្ងៃទី1ខែតុលាកន្លងទៅនេះបាទក្រសួងការងារក៏បានជួយសម្របសម្រួលការតវ៉ារបស់កម្មការិនីរោងចក្រផ្សេងទៀតដែលមានឈ្មោះ Bowker ដែលជាភាគីកម្មករមួយចំនួន68នាក់ក្នុងចំណោមកម្មករ75នាក់បានយល់ព្រមទទួលសំណងចំនួន4ចំណុចដើម្បីបញ្ចប់កិច្ចសន្យាការងារអញ្ចឹងបងប្អូនទាំងគ្នានេះគឺជាព័ត៌មាននៅក្នុងប្រទេសយើងបាទព័ត៌មាននៅក្នុងប្រទេសយើងគឺខ្ញុំលើកឡើងនេះដើម្បីជូនជាដំណឹងចំពោះបងប្អូនទាំងអស់គ្នាឲ្យដឹងមូលហេតុបាទក្រៃលោបងប្អូនទាំងអស់គ្នាមិនបានអានព័ត៌មានឬក៏ស្ដាប់ព័ត៌មានឬក៏មិនដឹងពីប្រភពច្បាស់លាស់អញ្ចឹងខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់គ្នាផងដែរនៅក្នុងបណ្ដាញ Channel YouTube របស់ខ្ញុំពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងអញ្ចឹងខ្ញុំសង្ខេបព័ត៌មានរបស់ខ្ញុំឡើងវិញបាទទី1កម្មកររោងចក្រទាំងអស់ហ្នឹងទាមទារឲ្យមានការដំឡាមកទៅសំទោសគឺមានការផ្ដល់ជូននៅថ្លៃអាហារថ្ងៃត្រង់បាទហ្នឹងមួយចំណុចទី2សូមឲ្យថកែរោងចក្រហ្នឹងកុំឲ្យផ្ដល់លុយមួយចំនួនពាក់ព័ន្ធជាមួយនឹងការមិនឈប់សម្រាកប្រចាំខែប្រចាំថ្ងៃរបស់កម្មករហើយទី3គឺទាមទារឲ្យមានប្រាក់រង្វាន់គឺមានន័យថាម៉េចនៅពេលដែលពួកគាត់ខំធ្វើការមិនមានការឈប់សម្រាកទាំងសៅរ៍អាទិត្យឬក៏បុណ្យទានបុណ្យជាតិហើយសូមឲ្យថកែរោងចក្រនឹងផ្ដល់ជូននៅប្រាក់រង្វាន់ផ្សេងឬក៏ប្រាក់ដែលលើកទឹកចិត្តដែលពួកគាត់មិនបានឈប់សម្រាកនេះគាត់និយាយចំណុចដែលបាតកោទាំងអស់ហ្នឹងគាត់ទាមទារចំណុចដែលបាតកោទាំងអស់ដែលជាកម្មករហ្នឹងធ្វើការមិនមានថ្ងៃឈប់សម្រាកធ្វើការ OT ធ្វើការសៅរ៍អាទិត្យធ្វើការបុណ្យជាតិអីហ្នឹងពួកគាត់ស្នើសុំអញ្ចឹងខ្ញុំសូមឲ្យថកែរោងចក្រការ៉ាល់មេត្តាជួយសម្របសម្រួលទៅលើ
ករណីទាំង3ចំណុចដែលបងកម្មការនីរបស់យើងនឹងទៀមទាបាទសម្របស្រួលយ៉ាងណាឲ្យមានការស្របគ្នាវិញបាទសាមគ្គីគ្នាភាពគ្នាវិញដោយសារប្រទេសយើងកំពុងតែមានវិបត្តិបាទវិបត្តិអីគេគឺមានវិបត្តិព្រំដែនបាទរវាងប្រទេសថៃនិងកម្ពុជាហ្នឹងហើយយើងក៏លេខមកប្រទេសកម្ពុជាយើងហ្នឹងកំពុងតែមានបញ្ហាធំខ្លាំងមែនទែនដែលជនជាតិថៃក៏ដូចជាអាជ្ញាធរថៃបានធ្វើរបងលើទឹកដីកម្ពុជាយើងហើយបានឈូសបានឆាយបានធ្វើផ្លូវបានធ្វើលេនដ្ឋានលើទឹកដីកម្ពុជារបស់យើងដោយផ្លូវកវ៉ាត់ក្រុងអញ្ចឹងហ្នឹងគេហៅថាកវ៉ាត់ព្រំដែនបងប្អូនទាំងអស់នេះផ្លូវកវ៉ាត់ព្រំដែនរបស់គេតាក់ព្រមជាមួយនឹងការធ្វើផ្លូវកវ៉ាត់ព្រំដែនហ្នឹងគឺស្ថិតនៅលើទឹកដីកម្ពុជាយើងហ្នឹងអញ្ចឹងសូមជូនដំណឹងដល់បងប្អូនទាំងអស់គ្នាកុំតន់អាលមានការឆ្លោះផ្ទៃក្នុងយើងបាទសូមរួបរวมគ្នាសាមគ្គីគ្នាយើងបុកទៅមើលយើងសម្លឹងទៅមើលព្រំដែនរបស់យើងទាំងអស់គ្នាកុំឲ្យមានការជាប់គាំងឬក៏កុំឲ្យថៃនាំយកទឹកដីរបស់យើងបានឲ្យងាយបាទបងប្អូនទាំងអស់គ្នាបាទនេះគឺខ្ញុំសូមបងសំណូមពរដល់សហជីពក៏ដោយសំណូមពរដល់ប្រធានកម្មការនីកម្មការនីទាំងអស់ក៏ដោយមេត្តារក្សាភាពស្ងៀមស្ងាត់ហើយធ្វើការដើម្បីទទួលបានប្រាក់ខែជាធម្មតាទៅកុំឲ្យមានការតវ៉ាអញ្ចឹងពេលនេះយើងកំពុងតែស្ថិតនៅក្នុងភាពច្បោកច្បល់មួយបាទបើសិនជាយើងនៅតែមានបញ្ហាចំនួនរវាងខ្មែរនិងខ្មែរទៀតវាធ្វើឲ្យកម្ពុជាយើងខាតបង់ច្រើនបាទខាតបង់ចុះបើសិនបងប្អូនទាំងគ្នាតវ៉ាឲ្យកម្មរោងចក្រនឹងបានបិទចុះបងប្អូនទៅណាទៀតខ្ញុំសួរបាទទៅណាទៀតពិបាកណាបងប្អូនពិបាករកការងារផ្សេងទៀតក្នុងការរកលុយរកចំណូលបាទសេដ្ឋកិច្ចកម្ពុជារបស់យើងកំពុងតែពិបាកផងបាទអញ្ចឹងបងប្អូនរក្សាចំណូលខ្លួនឯងនៅទីនោះហើយបាទសម្រួលគ្នាបន្តិចតួចទៅតកែសម្របបន្តិចទៅយើងសម្របបន្តិចទៅទទួលបានការងារមកវិញហើយប្រាក់ចំណូលយើងមកវិញបាទព័ត៌មានពេលនេះគឺខ្ញុំមានប៉ុណ្្នឹងឯងបាទសូមគោរពអរគុណដល់បងប្អូនទាំងគ្នាដែលចំណាយពេលវេលាតាមដានព័ត៌មានខ្ញុំគ្រប់คลิปទាំងអស់បាទហើយមេត្តាជួយចែករំលែកក៏ដូចជា share ឬក៏ repost នៅក្នុង channel របស់បងប្អូនទាំងគ្នាក៏បានដែរដើម្បីឲ្យខ្ញុំមានកម្លាំងមានទឹកចិត្តក្នុងការផលិតវីដេអូហើយជូនដំណឹងដល់បងប្អូនទាំងអស់គ្នាដោយក្តីគោរពពីខ្ញុំបាទសូមអរគុណ